អូខេនេះគឺជារឿងពិតរបស់ក្មេងប្រុសម្នាក់ដែលឪពុកបោះបង់ចោលតាំងពីតូចធ្វើឲ្យអ្នកម្ដាយតែម្នាក់គត់ខិតខំតស៊ូដើរលក់នំដើម្បីចិញ្ចឹមកូនដល់តែ3នាក់អ្នកម្ដាយដើរតួជាប្រុសផងអ្នកម្ដាយដើរតួជាស្រីផងតែអ្នកមានអារម្មណ៍បែបណាបើសិនជារឿងនេះជារឿងរបស់អ្នកហើយនេះគឺជារឿងពិតរបស់ខ្ញុំអូខេស្ដាប់នេះគឺជារឿងពិតរបស់ខ្ញុំតាំងពីតូចដល់ធំរស់នៅសែនលំបាកអត់ប៉ាមានម៉ាក់សែនកំសត់វេទនាទោះបីឆ្មៃកោទោះបីជាកុំកំព្រាតែខ្ញុំដឹងថាអ្វីដែលវេទនាមានម៉ាក់អត់ប៉ារស់នៅឈឺផ្សាចិត្តខ្ញុំមិនចង់យំទេតែភ្នែកកតាហូខ្ញុំជឿពីណាមទ្រូងនៅពេលដែលខ្ញុំឃើញគេមានម៉ាក់អីគេមានប៉ាជូនទៅសាលាចំណែកខ្ញុំវិញរត់នៅលើផ្លូវមួយដូចជាក្មេងអនាថាកុនដោយកុនដែងដូចជាខ្លែងដាច់ខ្សែអស់នៅលើវេហាជឿគិតខ្ញុំមើលថាជីវិតរបស់ខ្ញុំវេទនាប៉ុណ្ណាពុតប៉ានិងម៉ាក់បែកបាក់គ្រួសារម៉ាក់ទុករូបកូននៅជាមួយយីតាអរគុណដល់ម៉ាក់រូបកូនដឹងថាដល់ម៉ាក់ជឿផ្សាពុតកម្មវាសនាម៉ាក់ហូរទឹកភ្នែកពេលដែលកូនវិចាម៉ាក់ហូរទឹកភ្នែកពេលដែលគេមើលងាយកូនថាកូនអត់ប៉ាម៉ាក់ហូរទឹកភ្នែកមិនដឹងនិយាយយ៉ាងណាម៉ាក់អាណិតរូបកូនម៉ាក់ស្រឡាញ់រូបកូនម៉ាក់មិនចង់ឲ្យកូននេះដើរបាត់ផ្សារម៉ាក់មិនចង់ឲ្យកូននេះតែតោកូនឯកាកូនឈឺផ្សាម៉ាក់ស្រឡាញ់រូបកូនពេលដែលកូនអត់ប៉ាកូនឈឺចាប់កូនឈឺផ្សាកូនស្រឡាញ់តែម៉ាក់ខ្លាំងមកប៉ុណ្ណាលើលោកកាមកជួបតែរឿងឈឺចាប់ខ្លោចផ្សាតែចិត្តខ្ញុំមិនតវ៉ាឲ្យវាសនាខ្ញុំមានរស្មីខ្ញុំត្រូវក្រោកឈរកសាងជាថ្មីឲ្យមានតម្លៃគេឈ្មោះថ្លាថ្លៃពីលោកកាទោះកាត់មកជាតិនឹងជាមនុស្សម្នាក់តែងតែឈឺចាប់តែចិត្តខ្ញុំមិនអាចស្លាប់ទោះឈឺចាប់ទោះធ្លាប់ឯកាខ្ញុំត្រូវក្រោកឈรงើបឡើងជាថ្មីជំនះអ្វីៗដែលជាឧបសគ្គរារាំងយើងមួយគឺអ្នកម៉ាក់2គឺលោកប៉ា3គឺលោកយាយ4គឺលោកតាជាអ្នកមានគុណមានធម៌ករណាបង្កើតរូបខ្ញុំមកតាំងពីតូចក្រូចឆ្មាគាត់មានសច្ចៈមានធម៌មុទិតាគាត់ស្រឡាញ់រូបខ្ញុំពេញតែដល់អបេខាទោះតែខ្ញុំខលខូចនៅតែមានមេត្តាខ្ញុំស្រឡាញ់ម៉ាក់ម្នាក់ព្រោះតែខ្ញុំខឹងប៉ាបោះបង់រូបខ្ញុំតាំងពីវ័យកុមារទុកឲ្យខ្ញុំកំព្រារស់នៅឯកាទោះជាប៉ាបោះបង់ឲ្យកូនរស់ជាផ្សារកូនមកភ្លេចកតាញ់កតវេទិតាបង្កើតរូបខ្ញុំមកឲ្យរស់លើលោកកាបានស្គាល់ជាសាសបានស្គាល់សាសនាបានឃើញពន្លឺថ្ងៃស្គាល់លោកយាយលោកតាបានស្គាល់ព្រះអាទិត្យរះនៅលើវេហាបានស្គាល់ជីវិតមនុស្សមុននឹងបាត់សង្ខារស្គាល់ភាពឈឺចាប់វេទនាខ្លោចផ្សាបានស្គាល់សបាយកម្មអ្នកតណ្ហាស្គាល់អ្វីគ្រប់យ៉ាងមាននៅលើលោកកាជីវិតកើតមកជួបតែរឿងឈឺចាប់ខ្លោចផ្សាតែចិត្តខ្ញុំមិនតវ៉ាឲ្យវាសនាខ្ញុំមានរស្មីខ្ញុំត្រូវក្រោកឈរកសាងជាថ្មីឲ្យមានតម្លៃគេឈ្មោះថ្លាថ្លៃពីលោកកាទោះកើតមកជាតិនឹងជាមនុស្សម្នាក់តែងតែឈឺចាប់តែចិត្តខ្ញុំមិនអាចស្លាប់ទោះឈឺចាប់ទោះធ្លាប់ឯកាខ្ញុំត្រូវក្រោកឈรงើបឡើងជាថ្មីជំនះអ្វីៗដែលជាឧបសគ្គរារាំងយើងនៅលើពិភពលោកនេះអ្វីដែលកូនតែប្រាថ្នានោះគ្រាន់តែចង់ឃើញមុខអ្នកមានគុណតែប៉ុណ្ណោះកុំមកគិតអំពីមានក្រនោះទេសំខាន់អ្នកមានគុណបានបង្កើតកូនមកគឺមហាប្រគុណគ្មានអ្វីប្រៀបផ្ទឹមពុំបានឡើយមួយជាតិនេះគឺកូនមិនចង់បានអ្វីក្រៅអំពីអ្នកមានគុណនោះឡើយអ្នកដែលកូនស្រឡាញ់បំផុតនៅលើពិភពលោកនេះគឺអ្នកម្ដាយតែម្នាក់គត់អ្នកមានគុណ
ហើយលើទឹកខ្ញុំយល់ថាជីវិតមានដំឡៃខ្ញុំត្រូវក្រោកឈរសាំងជីវិតជាថ្មីពលលបងដែលមិនទាន់ដឹងអីញៀនឆ្នាំញៀនម៉ាជុកកឆារាល់ថ្ងៃបើគិតពីធ្វើអញ្ចឹងអនាគតជាស្អីយើងត្រូវក្រោកឈរសាំងជីវិតជាថ្មីឈប់ខ្សែគ្រឿងញៀនឈប់បំពេញលោកីយើងចាប់ដៃគ្នាធ្វើអ្វីដែលថ្មីយើងឈប់កំសាកតោកយ៉ាក្រក្រៃព្យាយាមប្រឹងប្រែងអនាគតខ្លាចថ្លៃកុំយកពេលវេលាទៅធ្វើអ្វីគ្មានន័យព្យាយាមតស៊ូគង់តែបានជោគជ័យធ្វើឲ្យជីវិតមានពលឺថាថ្លៃប្រៀបដូចព្រះច័ន្ទរះបំភ្លឺផែនដីដកដង្ហើមឲ្យវែងហើយគិតជាថ្មីបំភ្លេចចោលរឿងអតីតវបដិសេរីជាយមាំងកលៀងឬមាំងគល់ជោគជ័យងើបឈរម្ដងទៀតចាប់ផ្ដើមក្តាប់ក្តៅស្រែកថាជាយោជីវិតខ្ញុំមានន័យស្រែកថាជាយោជីវិតខ្ញុំថ្លាថ្លៃយោហើយបទនេះដែរសូមផ្ញើជូនទៅអ្នកដែលមានរឿងពិតដូចជាខ្ញុំ